bà xung chụp liệp xưa tôi được test này cái chốn đại cầm pung test na tôi hong mi HDTV chỉ sẽ cam vị trí hong mi bỏ được miến dương trong tay tại chụp ở lục nè riêng rồi prep chập bị màu bầm muối rồi hốt đó màu bầm bay bị ngày chăn đó ngày sốc bà hồi ngàyนี้คือngày buồn cả ngày chơi cho nằm mà sángปัญญาสาพุทธศาสนาปีป้อนประมาณ150แต่เติมนึงថ្ងៃអង្គាបាទទី12ខែមិថុនាឆ្នាំ2013បាទហើយយើងខ្ញុំនឹងផ្ដល់ជូននូវព័ត៌មានជាបន្តទៅទៀតប៉ុន្តែមុននឹងជូនមេតិការព័ត៌មានសំខាន់ៗគឺថាជម្រាបជូនដែរថានឹងមានគេហៅថាថ្ងៃនេះគឺមានកោចបលោកនឹងធ្វើការបង្ហាញអំពីដំណើរការនៃការផលិតសន្លឹកឆ្នោតសម្រាប់បោះឆ្នោតថ្ងៃទី28នៅរោងពុំវ៉ាន់លីហុងបាទហើយនឹងមានព័ត៌មានជាច្រើនទៀតប៉ុន្តែមេតិការព័ត៌មានថ្ងៃនេះជូនទៅលោកវៃសម្បូរវិញម្ដងបាទមេតិការព័ត៌មានសម្រាប់ថ្ងៃទី12ខែមិថុនាឆ្នាំ2013នេះរួមមានប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចនាយករដ្ឋមន្ត្រីបានប្រកាសធ្វើការផ្អាកការវាស់វែងនិងការចែកបានកម្មសិទ្ធិជូនប្រជាពលរដ្ឋមួយរយៈសិនបាទកម្ពុជាបានទទួលរូបបដិមាករបណ្ណទិវៈ2អង្គពីរដ្ឋាភិបាលសហរដ្ឋអាមេរិកហើយកោជបប្រកាសជាផ្លូវការថានឹងការផលិតបោះពុំសន្លឹកឆ្នោតជាង12លានសន្លឹកហើយរួមទាំងព័ត៌មានសំខាន់មួយចំនួនទៀតបាទទូរទស្សនិកជនជាទីមេត្រីព័ត៌មានទី1គឺនិយាយអំពីបញ្ហាការវាស់វែងដីធ្លីជូនដល់បងប្អូនប្រជាពលរដ្ឋដែលសកម្មភាពរបស់យុវជនកំពុងតែធ្វើជាមួយនឹងមន្ត្រីមូលដ្ឋានជាពិសេសគឺមន្ត្រីសូរិយោដីនៅតាមបណ្ដាខេត្តក្រុងនានាដែលគេហៅថាបានកំណត់ជាតំបន់វិនិច្ឆ័យនៅក្នុងការវាស់វែងដីធ្លីផ្ដល់បានកម្មសិទ្ធិជូនដល់បងប្អូនប្រជាពលរដ្ឋប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានប្រកាសកាលពីម្សិលមិញនេះថាសកម្មភាពវាស់វែងដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋនិងមន្ត្រីជំនាញនឹងត្រូវផ្អាកមួយរយៈសិនហើយក្រៅពីសកម្មភាពវាស់វែងដីធ្លីការផ្ដល់បានកម្មសិទ្ធិក៏ត្រូវផ្អាកមួយរយៈជូនដល់បងប្អូនប្រជាពលរដ្ឋដែរការផ្អាកសម្ដេចបានលើកហេតុផលថាជារដូវកាលនៃការឃោសនានិងការបោះឆ្នោតដើម្បីជៀសវាងការចោទប្រកាន់ពីហៅថាអ្នកនយោបាយផ្សេងថាគណៈបកប្រជាជនកម្ពុជាគឺថាប្រើរូបភាពដើម្បីទិញសន្លឹកឆ្នោតពីបងប្អូនប្រជាពលរដ្ឋបាទហើយសូម្បីតែសម្ដេចក៏ត្រូវតែផ្អាកសកម្មភាពចាប់ពីថ្ងៃទី25ពីនេះតទៅដែរគឺថាมันអាចចេញជាសាធារណៈបានទេកុំឲ្យគេភ័ន្តច្រឡំប៉ុន្តែកម្មវិធីធំគឺថានឹងចេញនៅរាជធានីភ្នំពេញប៉ុន្តែជួបជាមួយនឹងបងប្អូនប្រជាពលរដ្ឋគឺថាសម្ដេចមិនជួបផ្ទាល់ទេចំពោះសកម្មភាពយុវជនដែលត្រូវផ្អាកនេះគឺថាផ្អាកចាប់ពីថ្ងៃទី20នេះតទៅដែលពួកគេនឹងធ្វើពិធីជប់លៀងមួយហើយបាននឹងមកកាន់រាជធានីភ្នំពេញទៅកាន់មូលដ្ឋានរបស់ខ្លួនត្រៀមនៅក្នុងការបោះឆ្នោតផងដែរបាទជាបន្តសូមស្ដាប់ប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនថ្លែងកាលពីម្សិលមិញពីខេត្តពោធិ៍សាត់បាទហើយកូនថ្ងៃនេះគឺថាការវាស់វែងដីធ្លីបើយោងទៅលើរបាយការណ៍នេះបាន75%ហើយអញ្ចឹងទេកុំភ្លេចនៅបណ្ដាំរបស់ពុករបស់ពូថាត្រឡប់ទៅវិញទៅសុំអភ័យទោសអធិស្ឋានពីគាត់ពួកខ្ញុំសុំដកកម្លាំងជាបដិសតចាប់ពីថ្ងៃទី20នេះទៅសុំរយៈពេលគាត់តែពេលនេះជាពេលយុទ្ធនាការបោះឆ្នោតมันអាចធ្វើកើតទេអាចបដិសេធគេផ្ដិតបន្ទាប់ពីការបោះឆ្នោតហើយនឹងត្រឡប់មកវិញមិនត្រឹមតែมันបានវាស់វែងទេទាំងការចែកបានកម្មសិទ្ធិដែលបានចុះហត្ថលេខាហើយក៏នៅតែអត់បានដែរប៉ុន្តែសូមបញ្ជាក់អ្នកដែលចុះហត្ថលេខាលើកបានកម្មសិទ្ធិក៏នៅតែចុះឯខ្ញុំក៏ចុះអនុក្រឹត្យមួយថ្ងៃឥឡូវគឺថាតេតិនជាមួយនឹងការចុះហត្ថលេខាលើអនុក្រឹត្យឬការសម្រេចដើម្បីផ្ដល់កម្មសិទ្ធិនោះក្នុងមួយអាទិត្យប្រមាណជា50អនុក្រឹត្យនិងសេចក្តីសម្រេចប៉ុន្តែដល់អនុក្រឹត្យនិងសេចក្តីសម្រេចកាត់ដីឲ្យប្រជាជនរាប់ទាំងបរិយាកាសដែលសុំព្រះមហាក្សត្រមិនឃើញគេចុះផ្សាយសោះចូលដល់100អនុក្រឹត្យនិងសេចក្តីសម្រេចពាក់ព័ន្ធនឹងការផ្ដល់កម្មសិទ្ធិអត់មានគេចុះទេអត់យកមកនិយាយមក
បាទនេះគឺជាប្រសាសន៍របស់សម្ដេចការមហាសេនាបតីជួនសានដើម្បីបញ្ជាក់ជូនដល់សាធារណជនថាសកម្មភាពវាស់វែងដីធ្លីរបស់យុវជននឹងត្រូវផ្អាកសិនហើយសកម្មភាពនៃការចែកបានកម្មសិទ្ធិក៏ត្រូវផ្អាកដែរបន្ទាប់ពីបោះឆ្នោតរួចសកម្មភាពនេះនឹងធ្វើជាបន្តទៀតដើម្បីផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋបាទការផ្ដល់បានកម្មសិទ្ធិជូនដល់បងប្អូនប្រជាពលរដ្ឋអាចធ្វើបានតាមរូបភាពពីរយ៉ាងទី1ការចុះបញ្ជីជាលក្ខណៈជាប្រព័ន្ធមានន័យថារដ្ឋកំណត់តំបន់វិនិច្ឆ័យមួយសម្រាប់ឲ្យយុវជនឬក៏មន្ត្រីជំនាញចុះទៅសិក្សាស្រាវជ្រាវនិងវាស់វែងដីធ្លីកំណត់ព័ត៌មានឲ្យបានច្រើនហើយនឹងផ្ដល់បានកម្មសិទ្ធិនៅពេលក្រោយឲ្យបងប្អូនប្រជាពលរដ្ឋហើយមួយរបៀបទៀតគឺថាបងប្អូនប្រជាពលរដ្ឋនឹងគឺថាអាចមកសុំអាជ្ញាធរដែនដីដែលមានសមត្ថកិច្ចនឹងដើម្បីធ្វើបានកម្មសិទ្ធិរបស់ខ្លួនរៀងខ្លួនជាលក្ខណៈបុគ្គលដែលភាសាបច្ចេកទេសគេហៅថាការចុះបញ្ជីដោយលក្ខណៈដាច់ដោយដុំបាទអរគុណខ្ញុំបាទសូមជូននីតិទៅលោកវិញសម្បូរជម្រាបជូនព័ត៌មានមួយទៀតដែលពាក់ព័ន្ធទៅនឹងរឿងរូបបដិមាករមកពីសហរដ្ឋអាមេរិកវិញបាទកាលពីល្ងាចថ្ងៃម្សិលមិញគឺរដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជូនរូបបដិមាចំនួន2អង្គមកដល់ប្រទេសកម្ពុជាហើយក្នុងនោះក៏មានមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រីក្រសួងវប្បធម៌វិចិត្រសិល្បៈតំណាងអង្គការ UNESCO និងរដ្ឋាភិបាលអាមេរិកនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីរាត្រីថ្ងៃម្សិលមិញហើយរូបបដិមាករចំនួន2អង្គក្នុងចំណោម5អង្គរបស់ក្រុមគ្រួសារកថាបណ្ណតិវៈហ្នឹងគឺបានបញ្ជូនមកដល់កម្ពុជាបាន2អង្គហើយបើតាមប្រសាសន៍របស់ឯកឧត្តមជុចភឿនរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឲ្យដឹងថាគឺរូបបដិមា2អង្គហ្នឹងគឺជារូបបដិមាករតាំងពីឆ្នាំ1970ដែលមានគេលួចយកទៅហើយក៏បានធ្វើការតវ៉ាជជែកពិភាក្សាវិញដោយមានការចូលរួមពីឯកឧត្តមចន្ទនីដែលជារដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈដូចជាឯកឧត្តមបណ្ឌិតសុភាចារសុកអានផងដែរបានទៅការចរចាហើយជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិកបង្ហាញអំពីផុសតាំងថានេះជាវត្ថុបុរាណដ៏មហាសាលរបស់កម្ពុជាដូច្នេះហើយរដ្ឋាភិបាលអាមេរិកដែលមានមេធាវីក្នុងការធ្វើការទាមទារពីក្រុមហ៊ុនដែលបានលួចរបស់កម្ពុជាយកទៅលក់ឲ្យបានដាក់នៅសហរដ្ឋអាមេរិកនោះដូច្នេះរដ្ឋាភិបាលអាមេរិកបានបញ្ជូនមកដល់ប្រទេសកម្ពុជាឯកឧត្តមជួយឈឿនបានបញ្ជាក់ថានៅចំនួន3អង្គទៀតគេនឹងធ្វើការរកផុសតាំងបន្ថែមទៀតដើម្បីបញ្ជូនមកដល់ប្រទេសកម្ពុជាជាបន្តទៀតហើយដោយឡែករដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានបញ្ជូនរូបបដិមាចំនួន2អង្គនេះមកគឺសម្រាប់ដើម្បីដាក់តាំងនៅក្នុងកិច្ចប្រជុំបេតិកភណ្ឌពិភពលោកលើកទី37នៅក្នុងប្រទេសកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះនិងដាក់បង្ហាញទៅដល់ប្រទេសជាសមាជិកនៃអង្គការ UNESCO ចំនួន190ប្រទេសដែលមកចូលរួមប្រជុំនៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី16រហូតដល់ថ្ងៃទី27ខែមិថុនានៅក្នុងខែនេះផងដែរបាទដូច្នេះសូមស្ដាប់ការលើកឡើងបញ្ជាក់បន្ថែមរបស់ឯកឧត្តមជុចភឿនរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈអញ្ចឹងរដ្ឋាភិបាលយើងដោយមានជំនួយពីរដ្ឋាភិបាលអាមេរិកហ្នឹងគឺថាអ្វីដែលនៅក្នុង gallery ហ្នឹងត្រូវតែបកគលយើងតុលាការណាតស៊ូគ្នាក្នុងតុលាការប៉ុន្តែរដ្ឋាភិបាលអាមេរិកបានផ្ដល់សញ្ញាល្អមកថាកុំព្រួយវានឹងទទួលបាននៅថ្ងៃបន្តបន្ទាប់ដោយសាររឿងនេះឯងបានជាសារមន្ទីរ Metropolitan នៅ New York បានផ្ដល់រូបទាំងពីរនេះគឺមានន័យអ្នកគុលហើយនឹងសហទេពមកដល់កម្ពុជាដើម្បីអីគឺថាដើម្បីទី1គឺជាកិត្តិយសរបស់សារមន្ទីរនឹងផងពីព្រោះវាមានប្រយោជន៍ទាំងប្រទេសទាំងពីរអាចឈរនៅលើមូលដ្ឋានច្បាប់ដែលយើងធ្វើ MOU ជាមួយរដ្ឋាភិបាលអាហ្គាំងហ្នឹងគឺថាហើយអាដាមជីភឿនក៏បានបញ្ជាក់ដែរថាបន្ទាប់ពីដាក់តាំងនៅក្នុងកិច្ចប្រជុំបេតិកភណ្ឌពិភពលោកលើកទី37នៅឯវិមានសន្តិភាពក៏ដូចជានៅខេត្តសៀមរាបបញ្ចប់នោះហើយរូបបដិមា2អង្គហ្នឹងនឹងយកទៅដាក់នៅឯសារមន្ទីរជាតិនៃប្រទេសកម្ពុជាផងដែរបាទទូរទស្សនិកជនជាទីមេត្រីនៅបន្តិចទៀតយើងខ្ញុំនឹងផ្ដល់ជូននូវព័ត៌មានពាក់ព័ន្ធទៅនឹងការប្រកាសជាផ្លូវការថាកោជបកំពុងតែផលិតសញ្ញាឆ្នោតចំនួនជាង12លានសញ្ញានិងព័ត៌មានជាច្រើនទៀតនៅពេលនេះយើងខ្ញុំសូមអនុញ្ញាតសម្រាប់មួយផ្លែសិនបាទ